សាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំគោក្រមៀតស្រុកថ្មពួកទទួលអំណោយមនុស្សធម៌ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន20គ្រួសារត្រូវបានរងគ្រោះដោយខ្យល់កន្ត្រាក់បាក់រលំគ្មានសល់ក្នុងនោះ14គ្រួសារស្ថិតនៅក្នុងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះព្រមទាំងមានអ្នករងរបួសស្រាលចំនួន5នាក់និង6គ្រួសារទៀតដែលស្ថិតនៅក្នុងឃុំគោក្រមៀតស្រុកថ្មពួកដោយពិនិត្យឃើញជាក់ស្ដែងផងនោះអាជ្ញាធរមូលដ្ឋានបានធ្វើការចោះជួយនិងបានផ្ដល់ជាសង្កសីជូនដល់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន20គ្រួសារនេះបានទាន់ពេលវេលាដោយឡែកសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី1ខែមីនាឆ្នាំ2026លោកស្រីមឿតលីភានាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននាំយកនៅអំណោយមនុស្សធម៌ផ្ដល់ជូនបងប្អូនរងគ្រោះខ្យល់កន្ត្រាក់ទាំង20គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមីជាតិ1កេសត្រីខ1យួរទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរមុង1ភួយ1ក្រមា1សរង1តង់1និងថាវិការមួយចំនួនផងដែរ